ធ្វើទុកតាណាយើងលាបតានឹងហ្មងធ្វើទុកតាណាលាបតានឹងទៅក៏វាធូរស្បើយក្រោយមកក៏បងមករយៈក្រោយនេះពី3ខែនេះបងលឹះចិត្តអាសិចក្តៅបាត់ជើងក្តៅបាត់ជើងខ្លាំងអូនពិបាកគេណាវារៀងធូរខាងលើហើយវាមកខាងក្រោមបាត់ជើងយើងអញ្ចឹងក៏បងប្រើប្រាណាបហើយនឹង blue in នឹងទៀតចាមិនចូលគ្នាទៅបងឆ្លីបាត់ជើងពេលរៀបចូលគេនឹងប្រហែលជាមួយអាទិត្យទេអូនមួយអាទិត្យចាបាត់ឈឺកែងជើងទៀតអូនឈឺកែងជើងដាក់រួចទេចាហើយជង្គង់បងនេះក៏ចុកចាប់ដែរចុកចាប់ចាបងលាបជង្គង់លាបអីអញ្ចឹងទៅបងចាឡើងចដាលឡើងរួចទេឥឡូវបងឡើងរួចហើយបងរត់បានទេធូរដល់ដឹងខ្លួនហ្មងអូនចាយើងមិនដូចថាយើងឈឺដូចអ្នកជំងឺរ៉ាំរ៉ៃទៅនឹងយើងផ្ដោតលើជំងឺអានេះយើងឈឺដូចពេលវាធ្វើទុកម្ដងយើងប្រើទៅសិតទៅយកបាត់ដាក់ប្រាណាដាក់លុញលាបកូនម៉ាសាឲ្យអញ្ចឹងទៅតាមភួរឆ្អឹងខ្នងពីលើនឹងសិនអញ្ចឹងទៅលាបច្បាច់ឆ្លៀឲ្យម៉ាសាឲ្យអញ្ចឹងស្រួលគេងលក់ហើយអូនបានប្រើផលិតផលហ្នឹងយកទៅដាក់លើក្បាលក្រែចុះអូនហើយតាណាក៏តាមដែរនៅក្នុងថង់បងក៏វាចាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងវិលមកជួបគ្នាសារជាថ្មីជាមួយនឹងកម្មវិធីបទពិសោធន៍អ្នកប្រើប្រាស់ផលិតផល Ecorai ថ្ងៃនេះយើងមានបងស្រីមួយរូបដែលគាត់ចូលរួមចែករំលែកពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផល Ecorai ដើម្បីទទួលបានការដោះស្រាយទៅលើបញ្ហាឬក៏អក្ខរសុខភាពរបស់គាត់ផ្ទាល់ប៉ុន្តែយើងមិនច្បាស់ថាតើបងស្រីគាត់មានបញ្ហាអីអក្ខរសុខភាពរបស់គាត់យ៉ាងណាខ្លះទៅគាត់សម្រាប់ចិត្តចូលរួមដើម្បីជាចែករំលែកទៅលើបទពិសោធន៍របស់គាត់ដើម្បីបង្ហាញឲ្យបងប្អូនទាំងអស់គ្នាបានស្វែងយល់និងយល់ដឹងបន្ថែមទៅទៅជាមួយនឹងការដោះស្រាយបញ្ហាសុខភាពតាមរយៈផលិតផល Ecorai ចាជាដំបូងយើងជួបបងស្រីទាំងអស់គ្នាចាសូមជំរាបសួរបងចាបងដែលឡៃសូមអនុញ្ញាតបងជួយរៀបរាប់ឈ្មោះទីលំនៅបច្ចុប្បន្ននិងមុខរបរដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ផងបងចាខ្ញុំឈ្មោះសានពិសីចាហើយអាស័យដ្ឋានបច្ចុប្បន្នខ្ញុំនៅចិត្តម៉ងសែនសុកនេះក្រោយម៉ាក្រូនេះចាហើយមុខរបរតិចតួចតែលក់ដូរតិចតួចហើយនឹងមើលចៅចាបងទៅលើបញ្ហាសុខភាពបងអាចថាអំឡុងឬក៏មុននឹងសម្រាប់ចិត្តថាប្រើប្រាស់ផលិតផល Ecorai ហ្នឹងតើបងមានបញ្ហាសុខភាពយ៉ាងណាខ្លះអញ្ចឹងណាបងចាមុននឹងបងប្រើហ្នឹងបងបានមើលព័ត៌មានច្រើនចានៅក្នុងហើយបណ្ដាញសង្គមហើយបងក៏សម្រាប់ចិត្តប្រើហើយចានៅលើបញ្ហាសុខភាពយើងទៀតឈឺច្រើនបងឈឺច្រើនចាវិញនឹងឈឺច្រើន stress ផងចាថប់ដង្ហើមផងហើយធ្វើបញ្ហាសួតតែខ្លាំងជាងគេគឺកាពះពោះវៀនយើងហ្មងចាហើយឆ្អឹងខ្នងនេះចកេះបងឃើញនៅក្នុងផលិតផលហ្នឹងប្រើត្រូវច្រើនមុខចាអាឡែកស៊ីហើយនឹងហើយយើងលើកចិត្តអាស៊ីចអីចឹងណាអូនចាណាអញ្ចឹងបងក៏សម្រេចចិត្តប្រើរហូតមកឥឡូវបងប្រើបានរយៈពេល1ឆ្នាំហើយចាអស់4ឈុតហើយប៉ុន្តែតើតោងមួយអាការៈទាំងអស់ហ្នឹងក្មួយបងអូនសំកាត់បន្តិចតើតោងជាមួយលក្ខខណ្ឌសុខភាពហ្នឹងតើវាធ្វើទុកយ៉ាងណាខ្លះសម្រាប់បងឲ្យថាអត់មានអាការៈវាលំបាកយ៉ាងម៉េចខ្លះដែលធ្វើឲ្យយើងពេលខ្លះយើងត្រូវបានរហូតដល់សម្រេចចិត្តប្រើផលិតផលដែលគ្រាន់តែលេខខាងក្រៅហ្នឹងណាមិនដំបងបងធ្វើទុកក្បាលចាវាជាស្ពឹកក្បាលអញ្ចឹងបងយក blue in នេះបងយកមកជូតចាបងយកមកជូតលើក្បាលទៅក៏វាស្រឡះបងស្ងប់អារម្មណ៍បងគេងលក់ផ្លែខុសពីរាល់ដងចាអត់សូវគិតច្រើនចាអញ្ចឹងបងប្រើអានឹងជាឲ្យក្រួយមកបងប្រើជាឈុតជាឈុតហ្នឹងបងលាបចូលគ្នាហ្មងបងដាក់ចាបងដាក់ប្រាណាចូលក្នុងបាត់ដៃហើយបងដាក់blue in ចូលទៅបងលាបទ្រុងលាបខ្លួនអញ្ចឹងទៅចាហើយបងលាបលើបេះដូងដែលយើងថប់ដង្ហើមអត់សូវថប់សួតសួតទៅបងលុកចូលមកខាងក្រោមវាប៉ះពាល់នឹងកាពះហ៎ចាបងចេះតែលាបលុញតាមអាដែលយើងធ្វើទុកយើងធ្វើទុកតាណាយើងទៅធ្វើទុកតាណាយើងលាបតានឹងហ្មងធ្វើទុកតាណាលាបតានឹងទៅក៏វាធូរស្បើយក្រោយមកក៏បងមករយៈក្រោយនេះពី3ខែនេះបងលឹះចិត្តអាសិចក្តៅបាត់ជើងខ្លាំងអូនពិបាកគេណាវារៀងធូរខាងលើហើយវាមកខាងក្រោមបាត់ជើងយើងអញ្ចឹងក៏បងប្រើប្រាណាបហើយនឹង blue in នឹងទៀតចាមិនចូលគ្នាទៅបងឆ្លីបាត់ជើងពេលរៀបចូលគេនឹងព្រឹកព្រលឹមឡើងរៀបចេញទៅក្រៅអញ្ចឹងបងលាបហើយឡប់មកវិញអញ្ចឹងយើងប្រើបានតិចតួចទេតែពេលយប់យើងប្រើឲ្យច្រើនដើម្បីយើងសម្រាកទៅវាអត់
ដូចថាផលិតផលយើងនៅបានជាប់កាន់បានយូរចឹងចាខ្ញុំលាបហើយបាត់ជើងនឹងក្តៅបាត់ជើងនឹងប្រហែលជាមួយអាទិត្យទេអូនមួយអាទិត្យចាបាត់ឈឺកែងជើងទៀតអូនឈឺកែងជើងដាក់រួចទេចាហើយជង្គង់បងនេះក៏ចុកចាប់ដែរចុកចាប់ចាបងលាបជង្គង់លាបអីចឹងទៅបងចាឡើងចដាលឡើងអត់រួចទេឥឡូវបងឡើងរួចហើយបងរត់បានទៀតឡើងមិនរួចតែរត់បានរហូតដល់ចាបានរត់បានទៀតឡើងចដាលលើផ្ទះរួចហើយបងរត់បានទៀតចាដូចថាភ្លេចខ្លួនណោះចាមិនក៏លេងឈឺជង្គង់ចឹងប្រើយូរទៅភ្លេចយកឲ្យយើងប្រើផងការងារយើងមិនថាឈឺហើយប្រើចាំជាមើលថាបាត់អត់តាំងក៏ប៉ុតយើងប្រាប់ដល់យើងធ្វើការប្រចាំថ្ងៃបដាមួយចាប៉ុន្តែអ្វីដែលវាផ្លែកនឹងវាផ្លែកដោយអត់ដឹងខ្លួនណាចានេះអត់សូវកើតអីចាហើយដល់ពិសេសមែនតើចាពិសេសបងប៉ប៉ុនជាមួយនឹងបញ្ហាហ្នឹងតើតោមួយសួតដូចបងលើកឡើងហ្នឹងបងមានបញ្ហាអីប៉ប៉ុនមួយផ្នែកសួតហ្នឹងវាលាឬក៏វាមានជាមួយនឹងមេរោគនៅតាមរបស់ហ្នឹងឬក៏មិនតែបងតាមបងមានមេរោគព្រោះបងធ្លាប់ធ្វើការយូរធ្វើការរោងចក្រចាហើយតែកតិកណាត់បងធ្លាប់ទៅមើលនៅវៀតណាមថាបងនឹងមានបញ្ហាសួតដែរសួតហ្នឹងវាអត់ធ្វើទុកអីទេវាចុកចាប់ម្ដងហើយវាក្អកវាធ្វើយើងក្អកពេលយប់ហើយឡើងស្លេះចាអញ្ចឹងក៏បងប្រើថ្នាំមករយៈទៅក្រោយមកបងឈប់ប្រើបងលាបចាទៅក៏វាបានធូរស្បើយហើយក៏វាបាត់ក្អកអត់ដឹងថាបាត់ក្អកទៀតអត់ដឹងទៀតច្រើនរហូតដល់គេហៅធូរដល់អត់ដឹងខ្លួនហ្មងអូនចាយើងមិនមែនដូចថាយើងឈឺដូចអ្នកជំងឺរ៉ាំរ៉ៃទៅនឹងយើងផ្ដោតលើជំងឺអានេះយើងឈឺដូចពេលវាធ្វើទុកម្ដងយើងប្រើទៅសិតទៅយកបាត់ចាមកជួយចកេះហ៎បងចកេះវាចុកចាប់ហ្មងចាចុកចាប់ពេលធ្វើនោះចាជាប់ចកេះក៏មានដែរតែបងចាដាក់ប្រាណាដាក់លុញលាបកូនម៉ាសាឲ្យអញ្ចឹងទៅតាមភួរឆ្អឹងខ្នងពីលើនឹងសិនអញ្ចឹងទៅលាបច្បាច់ឆ្លៀឲ្យម៉ាសាឲ្យអញ្ចឹងស្រួលគេងលក់ឲ្យបានប្រើផលិតផលហ្នឹងយកទៅដាក់លើក្បាលក្រែចុះអូនហើយតាណាក៏តាមដែរនៅក្នុងថងបងក៏មានមិនស្អីយកតាមចាយកតាមចាបងទៅឆ្ងាយទៅទីឆ្ងាយទៅធ្វើបុណ្យអីបងបានទៅនឹងមួយបងអត់ចិត្តដាក់តាមអត់ដែរប្រើថ្នាំអត់សូវប្រើពេញខ្យល់ប្រើអីទេអូនចាពីមុនធ្លាប់ប្រើអូនប្រើពេញខ្យល់អត់បាត់ទេអត់មានបាត់ពីខ្លួនទេនៅជាប់ខ្លួនដល់ពេលមានអាហ្នឹងដូចជាមានឱសថ100ជាពុកដាក់លើខ្លួនយើងឈឺក្បាលខ្ញុំលាបក្បាលខ្ញុំរួយករួយគេងអីដូចថាយើងនេះយើងត្រូវតែជំនះថាអត់ត្រូវគេងទេពេលហ្នឹងអញ្ចឹងលាបឆ្លីទៅវាស្រឡះទៅចឹងការវាធ្វើទុកឲ្យយើងមិនមែននេះចាស់វាប្រែប្រួលអូនវាមកសបក់នោះធ្វើទុកនេះធ្វើទុកនោះអញ្ចឹងយើងមកលាបលុញអញ្ចឹងទៅហើយចុកដៃចុកជើងយកមកលាបអញ្ចឹងទៅកពួនជើងជង្គង់អីចឹងទៅចកេះអីចឹងនិយាយទៅឈឺតាណាលាបតាណាហ្មងនិយាយខ្លី3មុខហ្នឹងចាបងប្រើ3មុខកញ្ចប់3មុខហ្នឹង3មុខហ្នឹងមានអីគេខ្លះបងមាន extrude blue អីហើយនឹង brana អូចា3មុខអត់តាន់ប្រើដល់4ទេអត់តាន់ប្រើដល់4ចាប៉ុន្តែបើយើងនិយាយពីសុខភាពដល់ឥឡូវហ្នឹងសម្រាប់បងយល់ថាការប្រសើរទាំងអស់ហ្នឹងប្រហែលជាប្រមាណភាគរយដែរដែលទទួលបានហ្នឹង70% អូន70%ចា70%ចាប្រើទឹកតែអស់4ឈុតទេចាអស់4ឈុតទេរយៈពេល1ឆ្នាំហ្នឹងខាងប្រើជាប់ហើយប្រើលក្ខណៈគ្រួសារទៀតណាអូនចាលក្ខណៈគ្រួសារចាចៅឈឺយកមកក្អកអញ្ចឹងយកមករត់កំពុងកគាត់អញ្ចឹងទៅចាហើយលាបទ្រូងលាបអីគាត់ដូចជាមិញមកគាត់បដាសាយក្អកបងចាក់ប្លូអីឲ្យគាត់ទៅសង្ងំគេងលក់ស្រួលអូនចាក់លាបរឹតទ្រូងចាលាបពងករឹតទ្រូងឲ្យគាត់ទៅគាត់សង្ងំគេងលក់ស្រួលចាហើយតតងជាមួយនឹងបញ្ហាទាំងអស់ហ្មងដូចជាអ្វីដែលបងរៀបរាប់ខាងលើបងអូនសុំផ្ដោតទៅលើតតងជាមួយនឹងបញ្ហាអាស៊ីតបន្តិចតតងមួយបងលើខ្លាំងឬក៏យ៉ាងម៉េចដែរបងដែលធ្វើឲ្យអាស៊ីតនឹងលើខ្លាំងអូនរហូតដល់ក្តៅបាត់ជើងហើយរហូតដល់ក្តៅប្រហែលកម្រិតមួយណាដែរបងហើយកម្រិតបងមិនគិតថាកម្រិតណាដោយសារបងគិតថាលើអាស៊ីតហ្នឹងបងទៅមើលហ្នឹងពេទ្យបញ្យល់ប្រាប់បងថាយើងលើអាស៊ីតចាលើអាស៊ីតហ្នឹងឲ្យខ្ញុំអត់តន់ប្រើថ្នាំអាស៊ីតទេគឺដាច់ខាតអត់តន់ចាក់អត់តន់ដាក់ថ្នាំចូលមាត់មកគ្រាប់ពេកព្រោះអាស៊ីតហ្នឹងវាក្តៅបាត់ជើងខ្លាំងណាពេលគេងទៅចាអញ្ចឹងក៏ខ្ញុំបកមកប្រើផលិតផលហ្នឹងតែម្ដងគឺខ្ញុំអត់ប្រើថ្នាំទេអញ្ចឹងវាបាត់ទៅវិញរាល់ថ្ងៃនេះអត់មានក្តៅបាត់ជើងអីទាំងអស់ចាបងនិយាយថាប្រើហើយរត់ហាត់ប្រាណមកទៀតពីមុនដើរអត់បានទេដើរបានទេចាដើរឡើងកម្មចដានហ្នឹងបងឈឺជង្គង់ខាងស្ដាំហ្នឹងខ្លាំងមែនទែនប្រហែលជាកន្លងមកយើងធ្វើការសកត់ទៅលើខាងស្ដាំណាដល់ឥឡូវដើរបានឡើងវឹងចដាបងឡើងមិញចាបងឡើងវឹងមកអត់ខ្វល់ទេចាអត់ឈឺអីទេចា
ចាបងចាបើប៉ុនជាមួយលក្ខខណ្ឌហ្នឹងមានន័យថាបងប្រើមកដល់បច្ចុប្បន្នហ្នឹងចូលដល់ឈុតទី4នេះណាបងចាឈុតទី4ហើយចាឈុតទី4អាចគេថាកត្តាសុខភាពធូរដល់70%ហើយចាបងប៉ុន្តែបន្ទាប់ពីដែលបងចាប់ផ្ដើមឥឡូវហ្នឹងគឺយើងតែបន្តប្រាធម្មតាតែក្រៅពីគេហៅថាអាការៈឬក៏កត្តាសុខភាពហ្នឹងអាចថាសម្រាប់បងឥឡូវគឺវាស្រួលច្រើនណាចាស្រួលច្រើនអូនស្រួលច្រើនរហូតដល់បងក៏ផាត់ប្រានបានហើយហ្នឹងលើកមុនយើងឈឺកាលណាយើងឈឺយើងតែថារាងកាយយើងស្ពឹកស្ពឹករហូតដល់ឡើងគីឡូយើងអត់ចង់ហាត់អត់ចង់ធ្វើអីវាឈឺហាត់មិនស្រួលយើងឈឺជាប់ចកេះដល់ទៅពេលយើងបានផលិតផលនឹងប្រើទៅធ្វើឲ្យរាងកាយយើងលះរហូតដល់ដឹងខ្លួនហ្មងយើងហាត់ប៉ុណ្ណាដល់ដឹងខ្លួនថាយើងហាត់បានធ្វើបានចាព្រោះយើងចូលចិត្តហាត់តាំងពីដើមមកតែមួយរយៈក្រោយមកវាធ្វើឲ្យយើងឈឺទៅយើងគិតអាយុច្រើនហើយវាឈឺនេះឈឺនោះចឹងហើយចាតែងតែមានហើយដល់ទៅពេលឲ្យប្រើថ្នាំមើលប្រើឈឺនេះទៅវាទៅប៉ានោះច្រើននោះប៉ានេះនឹងជាប្រើថ្នាំមុខមួយណាទេហើយយើងលុយទៅពេទ្យក៏ច្រើនដែរដល់ពេលបងជ្រើសរើសផលិតផលហ្នឹងគឺត្រូវជាក់ស្ដែងហ្មងចាបងជឿជាក់ហ្មងជឿជាក់រហូតដល់បងប្រើលក្ខណៈគ្រួសារចាបងបកហើយជាវងកញ្ចក់មួយទៀតបងមានកូនស្រីមួយហើយវ័យប្រហែលជាប៉ុនអូនហ្នឹងគាត់លើគីឡូគាត់នៅធ្វើការនៅមុខកុំព្យូទ័រអូនចាគាត់ធ្វើ10ឆ្នាំហើយចាការៈគាត់ពេលមករដូវគឺពិបាកចាគាត់មកច្រើនហើយគាត់ចុកចាប់ហ្នឹងខ្ញុំប្រើផលិតផលហ្នឹងខ្ញុំលុំគាត់ប្រើគាត់ចង់ប្រើទេចាក្រោយមកខ្ញុំបបួលគាត់ប្រើខ្លាំងមែនតើដល់ថ្នាក់លាបឲ្យគាត់ធ្វើឲ្យគាត់អញ្ចឹងគាត់គេងទៅគាត់ថាអត់ក្តៅក្នុងហើយថ្ងៃគាត់ដែលធ្លាប់ក្តៅឈឺចុកចាប់ហ្នឹងអូនដែលយើងប្រើថ្នាំមកសម្អយនៅតែឈឺទៀតចាដល់ទៅពេលគាត់លុញអាហ្នឹងលាបលើលាបហ្នឹងខ្ញុំដាក់3មុខខ្ញុំដាក់ extrude Brana Blue E ចូលគ្នាចាខ្ញុំដាក់ឲ្យច្រើនហ្មងណាព្រោះឲ្យដើម្បីឲ្យកូនជិះខ្ញុំដាក់ Pepper មានដៃនឹង Brana ខ្ញុំមកពាក់ពេញខ្លួនខ្ញុំលុញជុំវិញចកេះគាត់ថាម៉ាក់ចកេះកូនបាត់ក្តៅហើយអាការមករដូវហ្នឹងក៏ស្រួលដែរចាហើយខ្ញុំបកមកវិញថាប្រហែលជាកូនហ្នឹងយើងសិក្សាទៅហើយយើងមើលព័ត៌មានខាងផលិតផលហ្នឹងប្រហែលជាវាមានវិសុសកម្មហ្នឹងនៅក្នុងខ្លួនគាត់ច្រើនមានកម្ដៅមានចិត្តពុលអីមានអីថាញ៉ៃក្នុងខ្លួនច្រើនអញ្ចឹងអូនដែលថាបើសិនតែយើងទៅពេទ្យក៏ពេទ្យនឹងពិបាកវិនិច្ឆ័យដែររោគឥឡូវអូនចាដល់ទៅពេលប្រើផលិតផលហ្នឹងគឺអស់ចាអូនអស់ចាហើយឥឡូវគាត់ឲ្យលាបទៀតអូនចុករួចហ្នឹងលាបគាត់ឲ្យចាលាបឲ្យពីមុនតើបខំចាបខំអូនធំណាស់មិនទុចទៅបខំលាបមិនឃើញថាម៉ាក់កូនពិបាកក្នុងខ្លួនណាកូនចង់លាបអត់ទេណាតើបខំគាត់សង្ឃថាអំបោគាត់លាបទៀតណាចាពេលឥឡូវគាត់ចង់ឲ្យលាបបើគាត់ឈឺចាពិតជាពិសេសមែនតើពិសេសណាស់ពិសេសមែនតើមិនអាចខានបានមិនអាចឲ្យដាច់អាចឲ្យដាច់ទេមានហាត់ថែទាំចាមានមែនខ្ញុំថាមានផលិតផលនឹងតាមចិត្តខ្ញុំមើលនីតាគាត់ថាមានផលិតផលនៅក្នុងកាបូបគឺអស្ចារ្យខ្លាំងមែនតើហើយខ្ញុំឃើញគាត់ខ្ញុំថាខ្ញុំកំពុងតែមានក្នុងកាបូបខ្ញុំដែរទុកនៅផ្ទះឯណាអូនខ្ញុំដែរទុកនៅផ្ទះទេឲ្យទៅថាខ្ញុំចេញទៅណាខ្ញុំទៅនឹងយកទៅតាមចាយកទៅតាមចាទៅដល់ក្រៅផ្ទះយកទៅក្រៅផ្ទះទៀតដល់លេងចាអូនបញ្ហាយើងមើលអត់ឃើញទេចាហើយសัตว์ខាំឬក៏យើងដួលឆ្លោះក្រិចបានអានឹងភ្លាមបងនិយាយចាក់ស្ដែងបើមិនសោះមួយថ្ងៃនេះបងជិះមកកន្លែង stop អង្តែនទូកោកយើងនេះចាបុកអាឈ្នន់ម៉ូតូផាំងឈឺខ្លាំងអូនស្រេចអូយហ្មងណាខ្លួនឯងគេអត់បុកគេយើងហើយជន់ប្រាំងទៅវាអត់សើអូនបុកឈូចុកចាប់ហ្មងណាអាយើងថាឈឺខ្លាំងមែនតើបងជិះហួសប្រហែលជា5ម៉ែត្រទេបងវាយទល់ម៉ូតូបងដឹងកបោកក៏លៀបតខ្ទេចចេះអត់ទៅម្ដងអង្តែនមកដឹងបាត់ឈឺហ្មងចាវាថាវាអត់ឲ្យយើងចុកចាក់បានយូរបងចាទៅវាបាត់ភ្លាមបងថាអូយគិតទៅពិសេសមែនតើពិសេសពិសេសខ្លាំងចាមិនមែនចេះតែមកនិយាយទេអូនចាបើលើក្បាលតនេកបងបងបានថតច្រើនណាស់ទម្រាបចាទម្រាបចាទៅសបកចាពិតជាពិសេសមែនតើហើយក៏អរគុណច្រើនបងសម្រាប់ការចូលរួមនៅថ្ងៃនេះការចូលរួមចែករំលែកទៅបឹកចោតតទៅជាមួយលក្ខខណ្ឌក្នុងការប្រើប្រាស់ជាមួយនឹងផលិតផលក្រុមហ៊ុន Ecorai ដោយបងស្រីបានបញ្ជាក់ក៏មានជាមួយនឹងបញ្ហាតទៅជាមួយនឹងបញ្ហា stress ផងបញ្ហាញ័រទ្រូងបញ្ហាសួតបញ្ហាកាពះពោះវៀនបញ្ហាឈឺសន្លាក់ឡើងអាស៊ីតចាហើយតទៅមួយអាការៈហ្នឹងមិនបាច់ថាមកទល់បច្ចុប្បន្នក្នុងលក្ខខណ្ឌនៃគាត់ប្រើចូលដល់ជិតទី4នោះគឺធូរបានដល់ 70% ហើយចាប៉ុន្តែដល់ឡៃផ្សារភ្ជាប់ជាមួយនឹងចំណុចនេះដែរតទៅមួយផលិតផល Ecorai គឺជាផលិតផលថែរក្សាសុខភាពដែលមានឯកទេសបឺតជាពលកណ្
ដែរនេះមេរោគឬក៏បាក់តេរីដែលកកស្ទះក្នុងសរីរាង្គកាយដែលគ្រាន់តែធ្វើការលាបខាងក្រៅតែប៉ុណ្ណោះដល់ឡែកតកតងអ្វីទាំងអស់នេះគឺជាបទពិសោធន៍របស់អតិថិជនដែលគាត់ប្រើប្រាស់គាត់ទទួលបានផលទៅលើការដោះស្រាយទៅលើបញ្ហាឬក៏អក្ខរសុខភាពដែលគាត់កំពុងតែប្រឈមចាជាចុងក្រោយនេះខ្ញុំវេសវឿនក៏សូមអរគុណដល់បងស្រីសាជាថ្មីនិងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងឱកាសក្រោយនៅវីដេអូក្រោយទៀតចាអរគុណជំរាបលា